តើបងប្អូនធ្លាប់បានដឹងរឿងការទូទីរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ2021អត់តោះរំលឹករឿងការទូទីរបស់លោកយាយមានអ្វីខ្លះក្នុងឆ្នាំ2026នេះ 1. គ្រោះថ្នាក់ធម្មជាតិនិងការបំផ្លាញនៅលើផែនដី 2. ការជឿនលឿននៃបច្ចេកវិទ្យា AI ឬ AI គ្រប់គ្រងមនុស្ស 3. ការទំនាក់ទំនងជាមួយមនុស្សក្រៅភពឬក៏ហៅថា Aliens និង 4. សង្គ្រាមលោកលើកទី 3 ការប៉ាន់ស្មានចំណុចខាងលើរបស់លោកយាយហើយចំណុចខ្លះក៏បានកើតឡើងខ្លះដែរដូចជាគ្រោះធម្មជាតិកាលពីដើមឆ្នាំ2026ប្រទេសខ្លះបានជួបគ្រោះថ្នាក់ធម្មជាតិគ្រោះទឹកជំនន់ខ្យល់ព្យុះរញ្ជួយដីនិងភ្នំភ្លើងផ្ទុះចំណុចមួយទៀតបច្ចេកវិទ្យា AI យើងបានដឹងកន្លងមកហើយប្រទេសចិនបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងចិនបានបង្ហាញការសម្ដែងមនុស្សយន្តក្នុងកម្មវិធីមួយដោយឲ្យមនុស្សយន្តបង្ហាញការសម្ដែងក្បាច់គុណកុងហ្វូមនុស្សយន្តបានសម្ដែងក្បាច់គុណកុងហ្វូជាមួយមនុស្សហើយការសម្ដែងនោះពិតជារស់រវើកល្អឥតខ្ចោះដោយមនុស្សមែនទែនមនុស្សទូទាំងពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយមនុស្សយន្ត AI ទាំងនោះហើយក៏មានមតិខ្លះចេញពីអ្នកអឺរ៉ុបនិយាយថាយើងមានការព្រួយបារម្ភជាខ្លាំងខ្លាច AI គ្រប់គ្រងមនុស្សដោយរឿង Sci-Fi និង iRobot ប៉ុន្តែក៏មានការពន្យល់ពីអ្នកជំនាញថាកុំឲ្យព្រួយបារម្ភពេកព្រោះមនុស្សយន្តទាំងនោះគ្រាន់តែបញ្ចូលកម្មវិធីកូដចូលទៅក្នុងមនុស្សយន្តទេមិនមែនមនុស្សយន្តនោះអាចគិតនិងរៀនដោយខ្លួនឯងទេហើយពាក្យពួនជាមួយមនុស្សក្រៅភពឬក៏ហៅថា Aliens មិនទាន់មានរបាយការណ៍និងព័ត៌មានជាក់លាក់ថាមនុស្សអាចមានទំនាក់ទំនងជាមួយមនុស្សក្រៅភពទេរឿងដែលមនុស្សទូទាំងពិភពលោកកំពុងព្រួយបារម្ភខ្លាំងគឺសង្គ្រាមលោកលើកទី3ហើយមិនចង់ឲ្យកើតមានទាល់តែសោះប៉ុន្តែថ្មីនេះសង្គ្រាមអាមេរិកអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បានផ្ទុះឡើងធ្វើឲ្យមានការព្រួយបារម្ភខ្លាចដោយការទូទារបស់លោកយាយ Baba Vanga មុននឹងវិភាគសង្គ្រាមនេះយើងទៅរំលឹករឿងនិងមូលហេតុដែលនាំឲ្យកើតសង្គ្រាមលោកលើកទី1និងទី2មូលហេតុ4ចំណុចនៃសង្គ្រាមលោកលើកទី1 1914ដល់1918ទី1ប្រទេសធំប្រកួតអំណាចគ្នាដូចជា Germany United Kingdom និង France ចង់ក្លាយជាអំណាចលេខ1នៅអឺរ៉ុបទី2បែងចែកជា2ក្រុមយោធាបើប្រទេសមួយចូលសង្គ្រាមសម្ព័ន្ធមិត្តនឹងត្រីចូលជួយគ្នាយើងសង្គ្រាមតូចក្លាយជាសង្គ្រាមធំទី3ជាតិនិយមខ្លាំងនៅតំបន់បាល់កាំងប្រទេសតូចចង់ផ្ដាច់ខ្លួនពីអាណាចក្រទី4ហេតុការណ៍បាញ់សម្លាប់ឆ្នាំ1914អ្នកស្នងរាជអូទ្រីស Archduke Franz Ferdinand ត្រូវបានបាញ់សម្លាប់ហើយអូទ្រីសបានប្រកាសសង្គ្រាមសម្ព័ន្ធមិត្តរបស់គេទាំងអស់ចូលរួមក្លាយជាសង្គ្រាមលោកមូលហេតុ4ចំណុចនៃសង្គ្រាមលោកលើកទី2 1939ដល់1945ទី1សន្ធិសញ្ញាបង្ខំក្រោយសង្គ្រាមលោកលើកទី1 Treaty of Versailles បង្ខំឲ្យ Germany បង់ប្រាក់និងកាត់បន្ថយយោធានាំឲ្យប្រជាជនខឹងសម្បាខ្លាំងទី2មេដឹកនាំផ្ដាច់ការកើនអំណាច Adolf Hitler សន្យាធ្វើអាល្លឺម៉ង់ឲ្យខ្លាំងវិញនិងយកដែនដីបន្ថែមទី3អាល្លឺម៉ង់លុកលុយប្រទេសដទៃឆ្នាំ1939វាលុក Poland United Kingdom និង France ប្រកាសសង្គ្រាមទី4ជប៉ុនពង្រីកអំណាចនៅអាស៊ី Japan ចង់គ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិកបើសម្លឹងមើលសង្គ្រាមបច្ចុប្បន្នទំនាក់ទំនងយោធាអាមេរិកអ៊ីស្រាអែលនិងការវាយប្រហារមានភាពងាយនឹងកាត់ឡើងពីការមិនបោះបង់កម្មវិធីយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ការវាយប្រហារសហរដ្ឋអាមេរិកអ៊ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធយោធានិងការបាត់បង់ជីវិតរបស់មេដឹកនាំនៅអ៊ីរ៉ង់អាយ៉ាតូឡាស់ឃូមេនីការសងសឹករបស់អ៊ីរ៉ង់ដោយប្រើប្រាស់ drone និងបាញ់មីស៊ីលជាច្រើនទៅលើគោលដៅផ្សេងតើវាអាចទៅដល់សង្គ្រាមលោកលើកទី3ដែរឬទេចម្លើយរបស់ខ្ញុំអាចនឹងកើតឡើងប្រសិនបើសង្គ្រាមនេះអួកបន្លាយរយៈពេលយូរដោយគ្មានវិធានការទប់ស្កាត់បង្កឲ្យមានហានិភ័យធ្ពក់ក្នុងការឈានទៅដល់សង្គ្រាមធំជាងនេះកត្តាហានិភ័យ4ចំណុចដែលធ្វើឲ្យមានសង្គ្រាមលោកលើកទី3 1ប្រសិនបើអាមេរិកឬអ៊ីស្រាអែលពង្រឹងការវាយប្រហារទៅលើអ៊ីរ៉ង់និងភាគីដែលគាំទ្រអ៊ីរ៉ង់ដូចជា Hezbollah លីបង់ Houthi Rebels យេម៉ាន់អ៊ីរ៉ាក់និងស៊ីរីចូលរួមក្នុងវិវាទទៀតវាអាចផ្ទុះការតស៊ូរយៈពេលយូរនិងរលដាលដល់តំបន់ធំជាច្រើនទៀតការបិទសមុទ្រ Strait of Hormuz
ប្រសិនបើអ៊ីរ៉ង់បិទកន្លែងនេះដែលជាច្រកសំខាន់សម្រាប់ប្រេងលើពិភពលោកវាធ្វើឲ្យប្រទេសធំៗចូលរួមសង្គ្រោះសេដ្ឋកិច្ចនិងសន្តិសុខការវាយប្រហាររបស់យោធានៅតែបន្តឬប្រើអាវុធគ្រប់រូបភាពប្រទេសនៅតំបន់មជ្ឈិមបូព៌ាសាអ៊ូឌីអារ៉ាប៊ីអេមីរ៉ាតខាថាគុយវ៉ែតបារ៉ែនដោយការវាយប្រហារជាខ្សែសង្វាក់ជាច្រើនរយៈពេលយូរធ្វើឲ្យវិវាទសង្គ្រាមអាចពន្លឿនសង្គ្រាមលោកបានប្រទេសធំៗដូចជារុស្ស៊ីនិងចិនកាន់តែផ្ដោតទៅលើវិធានការនយោបាយជាងការចូលរួមយោធារុស្ស៊ីនិងចិនមិនចូលរួមយោធាប្រឆាំងយ៉ាងបន្តទេប៉ុន្តែគាំទ្រអ៊ីរ៉ង់នៅកម្រិតនយោបាយនិងសេដ្ឋកិច្ចសរុបមកការទូទីរបស់លោកយាយបាបាវ៉ាន់ហ្គាគ្រាន់តែជាការទូទីមិនទាន់កើតឡើងទេនឹងការប៉ាន់ស្មានរបស់ហ្វេនលោកយាយតែប៉ុណ្ណោះព្រោះលោកយាយបានទូទីកន្លងមកត្រូវប្រហែលជា 70% ហើយបច្ចុប្បន្នកំពុងមានសង្គ្រាមផងនោះធ្វើឲ្យមានមតិភាគច្រើនយល់ស្របបែបនេះប្រសិនបើសង្គ្រាមនេះអាចដោះស្រាយបានកុំឲ្យអូសបន្លាយរយៈពេលយូរសង្គ្រាមលោកលើកទី3នឹងមិនអាចកើតបានទេតែការបាត់បង់ជីវិតរបស់មេដឹកនាំនៅអ៊ីរ៉ង់អាយ៉ាថូឡាខូមីនីបានធ្វើឲ្យអ៊ីរ៉ង់ពិបាកក្នុងការបញ្ឈប់សង្គ្រាមនេះណាស់តើបងប្អូនយល់ថាអាចមានសង្គ្រាមលោកលើកទី3ដែរឬទេជួបគ្នាវីដេអូក្រោយអរគុណជម្រាបលា